ប្រកាសជាថានាយវ័យក្មេងត្រកូលគូរបស់នាងហើយគូសៅធីងរឿងដែលអ្នកត្រូវបានត្រកូលបាយបោះបង់ចោលការភ្ជាប់ពាក្យវាជារឿងអាម៉ាស់ខ្លាំងណាស់ទៅហើយឥឡូវនេះជើងក៏ពិការទៀតមិនអាចលេងកីឡាបាល់អុកបានឡើយហេតុអ្វីបានជាថ្ងៃនេះអ្នកមានបំណងមកកាន់ទីលានដើម្បីស្វែងរកការអាម៉ាស់ទៅវិញប្រញាប់ចាក់ចេញទៅឲ្យឆាប់ទៅកុំមកធ្វើឲ្យវាស្មើនៅទីនេះប្រឡាក់ឲ្យសោះគូសៅធីងរង្វាន់លេខ1នៃការប្រកួតបាល់អុកនៅថ្ងៃនេះគឺជាពានរង្វាន់មាសសុទ្ធដែលឧបត្ថម្ភដោយស្ថានកុងស៊ុលបរទេសអ្នកគ្រាន់តែបើកភ្នែកមើលខ្ញុំដែលជានាយវ័យក្មេងម្នាក់នេះទៅដណ្ដើមយកវាមកចោះហ៊ានសើចំអកឲ្យនាយវ័យក្មេងរបស់ខ្ញុំផងខ្ញុំនឹងវាយពួកអ្នកឯងដែលជាហ្វូងមនុស្សលើកដំកើងបរទេសឲ្យស្លាប់មិនខានសៀវជាវបំភ្លេចវាទៅពួកយើងទៅវិញទៅជើងរបស់នាយវ័យក្មេងខ្ញុំមិនអាចកម្រើកបានមែនប៉ុន្តែខ្ញុំគឺជាជើងរបស់គាត់បាល់អុកនេះខ្ញុំនឹងលេងជំនួសគាត់ដើម្បីប្រកួតជាមួយអ្នកហា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 ក្មេងស្រីមកពីជនបទម្នាក់ដែលមិនស្គាល់មេឃខ្ពស់ដីទាបសោះតើអ្នកដឹងទេថាកីឡាបាល់អុករបស់បរទេសនេះគេលេងយ៉ាងដូចម្ដេចកុំឲ្យដល់ពេលនោះសូម្បីតែបាល់ក៏ប៉ះមិនត្រូវផងហើយមកដេកនាលនៅលើវាលស្មៅធ្វើឲ្យពួកយើងសើចសប្បាយទៅវិញបាល់អុកគឺជាកីឡាដ៏ខ្លាំងក្លាសម្រាប់បុរសតែប៉ុណ្ណោះអ្នកគ្រាន់តែជាអ្នកបម្រើថ្នាក់ទាបម្នាក់កុំឡើងទៅធ្វើឲ្យអាម៉ាស់មុខឲ្យសោះហា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 អ្នកនិយាយរឿងឥតប្រយោជន៍ហើយតើនរណាថាមានតែបុរសទេទើបអាចលេងបាល់អុកបាននោះថ្ងៃនេះខ្ញុំនឹងឲ្យពួកអ្នកបានឃើញថាអ្វីទៅដែលហៅថាការសម្រុកទៅមុខយ៉ាងពិតប្រាកដទៅចុះល្អណាស់បងប្រុសតើវាយ៉ាងម៉េចដែរខ្ញុំបានឈ្នះការប្រកួតនេះហើយពានរង្វាន់មាសនេះគួរតែជារបស់ខ្ញុំហើយមែនទេជារបស់អ្នកឬក្មេងស្រីមកពីជនបទដូចជាអ្នកតើមានសិទ្ធិអ្វីមកយកពានរង្វាន់មាសនេះទៅយកសពទៅនាយវ័យក្មេងដ៏ខ្ពង់ខ្ពស់នៃត្រកូលលូមកលេងខូចបែបនេះគឺមិនល្អឡើយអ្នកហ៊ានដណ្ដើមរបស់របរពីខ្ញុំដែលជានាយវ័យក្មេងផងនេះគឺជាអ្វីដែលពួកយើងបានឈ្នះមកដោយយុត្តិធម៌បះបោះហើយនរណានៅទីនោះមកដណ្ដើមយកពានរង្វាន់មាសមកឲ្យខ្ញុំវិញភ្លាមហើយវានាងឲ្យខ្លាំងមួយដៃម្នាក់ទៅឲ្យនាងដឹងខ្លួនថាជាចោរលួចរបស់គេសៀវជិវប្រញាប់រត់ទៅនាយវ័យក្មេងក្នុងពេលដែលពួកគេចង់ស្វែងរកបញ្ហាម្លេះអញ្ចឹងខ្ញុំនឹងបំពេញបំណងពួកគេចុះមើលឲ្យច្បាស់គ្រប់គ្នាទៅអូយម៉ែអើយកំភ្លើងយន្តរបស់អ្នកធំប៉ុណ្ណាទៅនេះជួយផងវារួចរាល់បញ្ចប់ការងារអ្នកប្រុសពួកយើងហោះទៅហើយអាស៊ូសៀវអ្នកជាមនុស្សឈួតមែនទេតាក់ខ្ញុំចុះវិញភ្លាមវ៉ាវទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបានដឹងថាផលិតផលរបស់គេខ្លាំងបំផុតណាស់មួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះក៏ប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងតែយ៉ាសកា brand គឺផ្ទុះខ្លាំងមែនតើទៅខ្ញុំសម្រេចចិត្តសាកដឹងខ្លួនតែផ្លាយហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឹសហ្នឹងឥឡូវពាក់ឡើងអាលងតឹងតែអត់ជឿហើយទៅញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ប្លែកសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតប្លែកមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែ Yasaka Body Shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនឹងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូអត់ដឹងខ្លួនហ្មងហើយ Yasaka Body Shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand Yasaka ហ្នឹងគឺជា brand មួយដែលលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand Yasaka ហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នាអ្នកប្រុសរំភើបទេតើមានអារម្មណ៍ថាធូរចិត្តខ្លាំងណាស់មែនទេអ្នកឯងពិតជាខ្លាំងមិនធម្មតាមែនស៊ូសៀវតើអ្នកដឹងទេថាទង្វើដែលអ្នកធ្វើមិញនេះវាគ្រោះថ្នាក់ប៉ុណ្ណាត្រកូលលូមានអំណាចខ្លាំងណាស់នៅក្នុងតំបន់នេះគ្រោះថ្នាក់យ៉ាងម៉េចទៅលោកយាយម្នាក់នេះមិនខ្លាចទេខ្ញុំគ្រាន់តែមើលមិនយល់នឹងមនុស្សប្រភេទនោះតើអាងអីបានជាពួកគេលើកខ្លួនឯងខ្ពស់ហើយមកសើចចំអកដាក់អ្នកបែបនេះអ្នកប្រុសចងចាំទុកឲ្យច្បាស់អ្នកគឺជាអ្នកប្រុសរបស់ស៊ូសៀវជាវម្នាក់នេះក្រៅពីខ្ញុំគ្មាននរណាអាចមកធ្វើបាបអ្នកបានឡើយទោះបីជាស្ដេចទេវតាចុះមកក៏ដោយក៏ខ្ញុំនៅតែវាយមិនដកដៃដែរពិតជាស្រីឈួតមែនពិតជាមនុស្សល្ងងដែលមិនខ្លាចស្លាប់មែនអ្នកល្អចំពោះខ្ញុំយ៉ាងនេះតើចង់បានអ្វីទៅចង់បានអ្វីទៀតទៅគឺចង់បានប្រាក់យន្តនឹងណាអ្នកប្រុសឬមួយក៏អ្នកពិតជាគិតថាខ្ញុំលងស្រឡាញ់អ្នកមែនទេ
ហា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 ស៊ូសៀវជីវ 苏小九， អ្នកប្រុសពួកមិត្តភក្តិคล้ายៗនៅក្នុងក្រុងរបស់អ្នកពិតជាអន់ណាស់សុទ្ធតែជាពួកមនុស្សតូចតាចដែលអាងអំណាចនិងមានពុតត្បុតតោះលោកយាយម្នាក់នេះនឹងនាំអ្នកទៅស្គាល់កីឡាបាល់អុកក្នុងភក់របស់ពួកអ្នកស្រែចម្ការយើងម្ដងអ្នកចង់ធ្វើអ្វីនឹងខ្ញុំមិនទៅទេនាំខ្ញុំត្រឡប់ទៅភូមិគ្រឹះវិញភ្លាមអង្គុយឲ្យជាប់ហោះទៅហើយឈួតហើយស្រីម្នាក់នេះពិតជាឈួតមែនទែនហើយ 绝对是个疯子。 ថ្ងៃនេះខ្ញុំប្រហែលជាត្រូវស្លាប់នៅលើទេះរុនកញ្ចាស់នេះមិនខានបងប្អូនទាំងឡាយខ្ញុំត្រឡប់មកវិញហើយសៀវសៀវអើយ 哎呀， គឺក្មួយស្រីសៀវជីវតើទីបំផុតឯងត្រឡប់មកវិញហើយវ៉ាវអ្នកប្រុសម្នាក់នេះមានរូបរាងសង្ហាខ្លាំងណាស់ វ៉ាវទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបានដឹងថាផលិតផលរបស់គេខ្លាំងប៉ុណ្ណាមួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះក៏ប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងដោយសារតែយ៉ាសកា brand គឺផ្ទុះខ្លាំងមែនតើទៅខ្ញុំសម្រេចចិត្តសារដឹងខ្លួនតែផ្នែកហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឺហ្នឹងឥឡូវពាក់ឡើងអាឡុងតឹងតែអត់ជឿហើយតុំញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ផ្លែកសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតផ្លែកមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែ Yasaka Body Shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនឹងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងហ្នឹងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូអត់ដឹងខ្លួនហ្មងហើយ Yasaka Body Shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand Yasaka ហ្នឹងគឺជា brand មួយដែលនៅលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand Yasaka ហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នា ដូចជាមនុស្សដែលដើរចេញពីក្នុងគំនូរអញ្ចឹងកុំមកប៉ះខ្ញុំថយចេញទៅអេធ្វើស្អីនឹងអ្នកប្រុសមកពីទីក្រុងអេសម្នាក់នេះគាត់មានស្បែកមុខស្ដើងហើយងាយនឹងអៀនណាស់អ្នករាល់គ្នាកុំឆាប់រហ័សដៃជើងពេកអីតែនាំគាត់មកវិញនៅថ្ងៃនេះគឺដោយសារតែអ្នកប្រុសម្នាក់នេះត្រូវបានអ្នកក្រុងមើលងាយគ្មាននរណាម្នាក់រំលែងជាមួយគាត់ឡើយហើយអ្វីបានជាអ្នកក្រុងមើលងាយមនុស្សបែបនេះទៅវិញអញ្ចឹងហើយថ្ងៃនេះពួកយើងត្រូវផ្ដល់ក្តីស្រឡាញ់ដល់ជនពិការម្នាក់នេះឲ្យគាត់បានដឹងពីភាពរាក់ទាក់របស់ពួកយើងអ្នកស្រែចម្ការម្ដងស៊ូសែវជាវអ្នកបិទមាត់ឲ្យចិត្តទៅហាហាហាលោកប្រុសថ្ងៃនេះឲ្យអ្នកខ្លាចជាស្តេចម្ដងឲ្យលោកប្រុសមកពីទីក្រុងដូចជាអ្នកបានឃើញពិភពលោកខាងក្រៅខ្លះហាហាហាយ៉ាងម៉េចដែរលោកប្រុសកីឡាបាល់អុកក្នុងភក់នៅទីនេះតើវាមិនសប្បាយជាងក្បាច់រំអត់ប្រយោជន៍របស់អ្នកទាំងនោះទេឬអីហា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 ស្អាតណាស់បងប្រុសជូនអ្នកពិតជាល្អជាងនៅក្នុងទីក្រុងមែន 你好， លោកប្រុសបើអ្នកគិតថាល្អចូលពាក់វាមួយទៅស៊ូសៀវជាវអ្នកហ៊ានយកវាមកដាក់លើខ្លួនខ្ញុំផងលោកប្រុសជាបុរសពេញទូតើអាចពាក់របស់បែបនេះបានយ៉ាងដូចម្តេចបុរសពេញទូស្អីទៅមកដល់ទីនេះហើយត្រូវតែធ្វើតាមទំនៀមទម្លាប់អ្នកស្រុកលោកប្រុសអ្នកមើលខ្ញុំពាក់ទៅតើស្អាតដែរឬទេក្មេងស្រីម្នាក់នេះពេលសើចទៅមើលទៅហាក់ដូចជាមិនសូវគួរឲ្យស្អប់ប៉ុន្មានទេអាលោកប្រុសអ្នកនិយាយថាអីមិញខ្ញុំថាអ្នកដូចជាក្មេងស្រីលក់តាអញ្ចឹងអាក្រក់មើលស្លាប់ហើយហាហាហារៀបចំទីលានរួចរាល់ហើយលោកប្រុសត្រៀមខ្លួនចូលទីលានឈប់សិនអ្នកកំពុងធ្វើអ្វីហ្នឹង 你干什么？ តាក់ខ្ញុំចុះលោកប្រុសថ្ងៃនេះអ្នកគឺជាអ្នកចាំទីម្នាក់ទប់ទល់នឹងមនុស្សរាប់ពាន់នាក់ជាអ្នកចាំទីដែលស្ត្រូវរាប់ម៉ឺននាក់មិនអាចឆ្លងកាត់បានបញ្ចេញឫទ្ធិអំណាចរបស់អ្នកមកបំភ័យពួកគេឲ្យខ្លាចចោលអាទៅស៊ូសៀវឈីវមិនយូរមិនឆាប់ខ្ញុំនឹងសម្លាប់អ្នកមិនខាន